ចាចំណុចហ្នឹងគឺយើងមានវិធីពីរទី1តាយើងចង់បានសពហ្នឹងមក DNA របស់ដូនតាហ្នឹងមកជួយយើងឬអត់ចាទី1បើសិនជាករណីយើងចង់បានឲ្យ DNA ដូនតានឹងមកជួយយើងតែយើងធ្វើខុសហើយយើងឬក៏យើងដាក់នៅក្នុងដីដែលមិនល្អគឺយើងអាចគោះបានតែបដូរទីតាំងគាត់ទៅដល់កន្លែងមកយកមកដាក់នៅកន្លែងទីតាំងដែលល្អចាអាហ្នឹងនៅក្នុងពេលវេលាល្អរឹកវេលាល្អយើងដាក់ទៅគឺជួយគាត់បានចំណុចទី1ចំណុចទី2បើយើងអត់ focus ថាយើងចង់ឲ្យ DNA ដូនតានឹងមកជួយយើងទេយើងគាត់ថាធ្វើម៉េចកុំឲ្យតែឆុងទៅបានដែរយើងពឹងលើវាសនាខ្លួនឯងហ្នឹងគឺលើកសពមកបូជាទៅអានេះគឺចប់ចាប៉ុន្តែការលើកសពបូជានេះត្រូវមើលណាធ្វើម៉េច DNA អស់បើករណី DNA អត់អស់នៅតែសូចដូចដើមចាអាហ្នឹងក្នុងហ្នឹងគេត្រូវមានជំនាញថាត្រូវធ្វើម៉េចដើម្បីលើកសពនឹងមកឲ្យ DNA ទៅអស់ពីកន្លែងហ្នឹងដូចគ្នាដើម្បីឲ្យអតិពលសូយហ្នឹងគឺមិនមកប៉ះជាមួយនឹងកូនចៅទេអានេះវាពាក់ព័ន្ធនឹងជំនាញចាអ្នកខ្លះក៏លើកពុបសត្វតែពេលកាយមកគាត់លើកយកតែឆ្អឹងចេញមកតែ DNA នៅខាងក្នុងដដែលអញ្ចឹងធ្វើឲ្យនៅតែសូយដដែលណាចាអញ្ចឹងចំណុចសំខាន់គឺត្រូវធ្វើម៉េចលើកអស់ DNA តែបើសិនជាថាខ្ញុំចង់ឲ្យបានន័យថា DNA របស់ដូនតាជួយឲ្យកូនចៅចម្រុងចម្រើនចាអាហ្នឹងគឺយើងរើពីកន្លែងហ្នឹងមកទៅដាក់កន្លែងដីដែលមានថាមពលល្អទៅបានដូចគ្នាចា